កំត្រខណៈស្ងាត់ស្ងាត់ Fortify ទម្លាក់អាល់ប៊ុមថ្មីទាំងមិនទាន់លើដំណឹងមានសេរីភាពវឌ្ឍនៈ Premium Life ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវប្រកាសសាច់ប្រាក់បន្ទាន់កាន់គ្រឿងមាសមក LOLC ទទួលបានសាច់ប្រាក់រហូតដល់ 70% នៃតម្លៃមាសនិងផ្ដល់ជូនសេវាលាងសម្អាតមាសនិងថ្លឹងគ្រឿងមាសដែលឥតគិតថ្លៃក្រោយស្ងប់ស្ងាត់បាត់មុខពីវិស័យរ៉េបជាង1ឆ្នាំព្រោះត្រូវជាប់ឃុំពេលនេះ Fortify បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយប្រកាសទម្លាក់អាល់ប៊ុមចម្រៀងរបស់ខ្លួន For Life Bank កាលពីយប់មិញនេះដែលការបញ្ចេញនៅអាល់ប៊ុមថ្មីមានចំនួន11បទនាពេលនេះក៏បានធ្វើឲ្យអ្នកគាំទ្ររបស់តារាចម្រៀងរ៉េប Fortify ជាច្រើនភ្ញាក់ផ្អើលនិងខ្លះទៀតក៏បានបង្ហាញនៅការសាទរការវិលត្រឡប់របស់តារារ៉េបវ័យក្មេងដែលមានសមត្ថភាពនិងប្រជាប្រិយភាពគ្រប់នេះបើទោះបីជាយ៉ាងណាគេមិនទាន់ដឹងច្បាស់ទេថា Fortify អាចនឹងមានសេរីភាពវិញឬក៏យ៉ាងណាប៉ុន្តែបើគិតមកដល់ពេលនេះគឺមានរយៈពេលជាង1ឆ្នាំហើយដែលរូបគេត្រូវបានឃាត់ខ្លួនជុំវិញរឿងរ៉ាវហិង្សាគេនៅចាប់បានថាកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ2025កន្លងទៅ Fortify ក៏ធ្លាប់បានផ្ញើសារជាសម្លេងនិយាយជាមួយប្អូនស្រីក៏ដូចជាប្រាប់ទៅកាន់អ្នកគាំទ្រកុំឲ្យមានការបារម្ភព្រោះរូបលោកនៅទីនោះគឺសុខសប្បាយទេខណៈអ្នកគាំទ្រក៏នៅតែរងចាំ Fortify ត្រឡប់មកវិញប៉ុន្តែអ្វីដែលចាប់អារម្មណ៍នៅក្នុងសេចក្តីប្រកាសអំពីអាល់ប៊ុម For Life Bank របស់ Fortify កាលពីយប់មិញបានបញ្ជាក់ថា Fortify នឹងវិលមកជួបអ្នកគាំទ្រជាថ្មីម្ដងទៀតនៅក្នុងឆាប់ខាងមុខនេះសូមបញ្ជាក់ថា Fortify ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាតារាចម្រៀងរ៉េបមួយរូបដែលមានភាពល្បីល្បាញក្នុងវិស័យរ៉េបនៅកម្ពុជារូបគេត្រូវបានមហាជនអ្នកស្នេហាវិស័យ Hip Hop នៅកម្ពុជាជាច្រើនទទួលស្គាល់ពីសមត្ថភាពនិងទេពកោសល្យតាមរយៈស្នាដៃចម្រៀងល្បីៗជាច្រើនស្ទើររកមិនអស់យ៉ាងណាក្រោយស្ងប់ស្ងាត់មួយរយៈធំ Fortify ក៏បានបបែកភាពស្ងៀមស្ងាត់នេះដោយបញ្ចេញនៅអាល់ប៊ុមថ្មីរបស់ខ្លួនដែលមានឈ្មោះថា For Life Bank ដែលនេះអាចជាតម្រុយនៃការវិលត្រឡប់មកកាន់វិថីសិល្បៈរបស់លោកសាជាថ្មីក្នុងពេលឆាប់ៗ